សម្រាប់អ្នកដែលគាត់ចង់ធ្វើការខ្ញុំបញ្ជាក់បន្ថែមទៀតណាកន្លែងខ្ញុំនៅទទួលរើសរាល់ថ្ងៃហើយបើសិនជាមកខ្ញុំសូមឲ្យមកមានគ្នាទៅមក2នាក់3នាក់អីចឹងទៅដើម្បីបានគ្នាមកធ្វើការទៅធ្វើបានលឿនដោយសារយើងត្រូវការអ្នកធ្វើជាក្រុមអញ្ចឹងមើលដូចក្នុងវីដេអូនេះអញ្ចឹងអ្នកដែលគាត់មកធ្វើការភាគច្រើនគាត់មកបែបលក្ខណៈជាក្រុមមកបែបលក្ខណៈជាគ្រួសារមាន2 3នាក់អីអញ្ចឹងទៅហើយសម្រាប់អ្នកដែលគាត់មកម្នាក់ឯងមិនថាមកអត់បានទេមកបានប៉ុន្តែគ្រាន់តែមកម្នាក់ឯងអញ្ចឹងគាត់រៀងយឺតតិចហើយដោយសារបើធ្វើជាក្រុមទៅវាលឿនណាហើយដូចខ្ញុំនិយាយអញ្ចឹងក្នុង1គីឡូគឺ800វេហាណាវេហាអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតហើយអ្នកដែលគាត់ចង់ធ្វើការពិតប្រាកដចាំមកហើយចាំឆាតមកបើសិនជាអ្នកគ្រាន់តែសួរលេងអីទេមិនបាច់ទេណាពួកខ្ញុំហត់មែនតើហ្មងនឹងអ្នកតេនោះតេពេកហើយអត់មានបានធ្វើអីហ្មងខ្ញុំសុំចិត្តហ្មងណារឿងតេខ្ញុំអត់លើកទេណាខ្ញុំបញ្ជាក់ម្ដងទៀតគឺខ្ញុំអត់សូវបានលើកទេដោយសារតែពេលខ្ញុំរវល់មែនតើហ្មងបើខ្ញុំអង្គុយលើកលេខគ្រប់គ្នាគឺខ្ញុំដាច់ខ្យល់អត់មានបានធ្វើការងាររកស៊ីអីទេអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតអ្នកដែលគាត់ចង់ធ្វើការគាត់ឆាតមកណាគាត់ឆាតមកខ្ញុំនឹងឲ្យលេខបងមេការទៅតាក់ទងគាត់តាមទូរស័ព្ទក៏បានតាក់ទងតាម Telegram ក៏បានមកដល់ទីតាំងផ្ទាល់ក៏បានដោយសារតែកន្លែងខ្ញុំបើកទទួលរើសរាល់ថ្ងៃអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតហើយមានអ្នកខ្លះគាត់ថាបងខ្លាច់បោកអីអញ្ចឹងណាខ្ញុំថាខ្ញុំអត់យល់ដែរដឹងបោកមិនទេដោយសារតែខ្ញុំអត់មានឲ្យផ្ញើលុយផ្ញើអីមកមុនខ្ញុំឲ្យមកដល់ទីតាំងគ្រប់គ្នាហើយមិនបានទៅជានិយាយថាបងអើយខ្លាច់បោកហើយមិនដឹងថាខ្ញុំបោកអ្នកទាំងអស់គ្នាបានអីខ្ញុំនិយាយមែនអត់ដឹងថាបោកបានអីមែនរាល់ថ្ងៃចង់បានកម្មករមកធ្វើការទេដូចខ្ញុំនិយាយអញ្ចឹងណាអ្នកខ្ញុំសុំអ្នកដែលគាត់មកធ្វើការប៉ັດប្រកាសហើយអត់ខ្លាចចលែនបើអ្នកខ្លាចចលែនបាច់មកទេពួកអីមានអ្នកគាត់និយាយច្រើនណាថាគាត់តែឃើញចលែនស្លាប់មុនបាត់ហើយអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតអ្នកដែលចង់ធ្វើចាំតាក់ទងមកណាអរគុណច្រើន